ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបងប្អូនណាខ្លះដែលចូលចិត្តញ៉ាំសម្លស្ងោរស្អំបងប្អូនមកសាកមើលវីដេអូនេះមើលធានាថាឆ្ងាញ់រសជាតិប្លែកមាត់បងប្អូនទាំងអស់គ្នាតោះអញ្ចឹងមកដឹងពីវិធីស្ងោរស្អំទាំងអស់គ្នាបន្ទាប់មកគឺនឹងខ្ញុំមកបេះបន្លែបងប្អូនបន្លែស្អំយើងថ្មីធម្មជាតិសុទ្ធ 100% តែម្ដងសូម្បីតែពេលដែលខ្ញុំកាត់ហ្នឹងគឺក្លិនឈ្ងុយតែម្ដងហើយដល់ពេលដែលយើងបេះហ่าបងប្អូនទាំងអស់គ្នាត្រូវបេះកន្លែងណាខ្ចីយកទាំងអស់តែម្ដងហើយជាពិសេសពេលដែលយើងបេះស្អំយើងត្រូវបូតបច្រាស់បងប្អូនតែយើងបូតបដោយប្រកាសជាដាច់កតិចកទីអត់ស្រួលទេអញ្ចឹងគឺយើងបូតបច្រាស់អញ្ចឹងទៅគឺងាយស្រួលខ្លាំងមែនតើឃើញថាបានល្មមមកស្ងោរដែរស្អំរបស់យើងតំណងខ្លាំងដែរនេះស្អំនឹងឡើងខ្ចីតែម្ដងហើយក្នុងស្ងោរស្អំនេះផងដែរគឺនឹងខ្ញុំមានបង្គាលាយបងប្អូនបង្គានេះបងប្អូនវះយកខ្នងនឹងទៅដើម្បីយកលាមកឲ្យចេញណាកុំឲ្យវាខ្មៅអញ្ចឹងទៅហើយចំណែកខ្ទឹមនេះគឺខ្ញុំច្រាំដើម្បីទៅដាក់ក្នុងសាច់ជ្រូកដែលយើងចិញ្ច្រាំរួចរាល់ហើយគឺបងប្អូនដាក់ស្ករសម្សៅស៊ុបប៊ីចេងបន្តិចអំបិលបន្ទាប់មកទឹកត្រីមួយស្លាបព្រាហើយជាចុងក្រោយគឺម្រេចបងប្អូនកុំឲ្យឆ្អាបហើយបងប្អូនកូរច្បល់ហើយបងប្អូនលុញដូចនឹងខ្ញុំអញ្ចឹងក៏បានដែរបើអត់លុញជាដុំនឹងលុញធ្វើដូចប្រហិតអញ្ចឹងចំណែកបង្គាបងប្អូនអត់ដាក់ក៏បានដែរចាឲ្យបន្លែខ្ញុំដាក់មានការ៉ុតមានផ្សិតមានដូចបងប្អូនឃើញក្នុងវីដេអូអញ្ចឹងបន្ទាប់មកគឺដាំទឹកស្លពុះគឺយើងចាក់សាច់ជ្រូកដែលយើងលុញចំបាញ់មិញហ្នឹងហើយឃើញថាសាច់ជ្រូកហ្នឹងចិត្តឆ្អិនក៏នឹងខ្ញុំដាក់ការ៉ុតដែរបងប្អូនដាក់ការ៉ុតមុនគេព្រោះការ៉ុតអត់ងាយផុយទេនៅពេលដែលពុះរួចរាល់គឺឃើញថាការ៉ុតហ្នឹងក៏ចិត្តឆ្អិនគឺយើងបងបង្គាយើងចូលតែម្ដងដាក់បង្គាចូលជាមួយនឹងផ្សិតណាព្រោះផ្សិតហើយនឹងបង្គាហ្នឹងគឺវាឆាប់អលួយហើយផ្សិតហ្នឹងគឺយើងដាក់ក្រោយអញ្ចឹងណាបន្ទាប់មកឃើញថាសម្លរបស់នាងខ្ញុំហ្នឹងគឺពុះរួចរាល់ហើយហើយឯចំណែកពពុះហ្នឹងគឺខ្ញុំអត់ដួសចោលទេរិសាវាចេញពីខួរបង្គាអញ្ចឹងណាបងប្អូនទាំងអស់គ្នាបន្ទាប់មកបងប្អូនអាចភ្លក់មើលបានកន្លែងហ្នឹងបើបងប្អូនរៀងស្ទើបងប្អូនថែមគ្រឿងតាមក្រោយបានចំណែកខ្ញុំគឺរៀងស្ទើប្រៃនិងខ្ញុំក៏ថែមទឹកត្រីកន្លះស្លាបព្រាទៀតបងប្អូនដោយសារតែសាច់ជ្រូកដែលយើងលុញចំបាញ់មិញហ្នឹងគឺដាក់គ្រឿងរួចរាល់ហើយប៉ុន្តែចំណែកឯចុងក្រោយគឺខ្ញុំស្អំរបស់យើងហ្នឹងពេលដែលយើងដាក់ទៅគឺមិនបាច់ទុកឲ្យវាលួយពេកទេព្រោះពេលលួយពេកបាត់បង់វីតាមីនហើយធ្វើឲ្យសម្លរបស់យើងយ៉ាងខ្មៅបងប្អូនទុកអញ្ចឹងឲ្យស្រស់តំណងឆ្ងាញ់មែនតែនហើយអត់មានធំក្លិនអីឈូលកពុលល្វីងអីទេស្អំរបស់យើងគឺឆ្ងាញ់តែម្ដងហើយចំណែកឯបកាហ្នឹងក៏តំណងមានផ្សិតចម្បើងមានអីហ្នឹងគឺឆ្ងាញ់មួយយ៉ាងដែរតាបងប្អូនជាចុងក្រោយគឺនឹងខ្ញុំបន្ថែមជីដើម្បីឲ្យសម្លរបស់យើងមានរសជាតិឈ្ងុយឆ្ងាញ់ថែមទៀតអញ្ចឹងឃើញថាសម្លរបស់នឹងខ្ញុំស្អិនរួចរាល់ហើយបងប្អូនស្ងោរស្អំមួយមុខនេះអត់មានអីពិបាកធ្វើទេងាយស្រួលធ្វើខ្លាំងមែនតើបងប្អូនធ្វើមួយមុខនេះញ៉ាំទៅគឺចំនួនដល់សុខភាពមែនតើវាមានកម្លាំងមានវីតាមីននៅក្នុងនោះហើយស្រេចតែម្ដងដោយបងប្អូនឃើញក្នុងវីដេអូនេះចឹងឃើញថាតំណងខ្លាំងណាបងប្អូនទាំងអស់គ្នាអើយអញ្ចឹងបងប្អូនកុំភ្លេចជួយ Subscribe ម្នាក់មួយផងបងប្អូនហើយក៏សូមអរគុណសម្រាប់ការទស្សនាតាំងពីដើមរហូតដល់ចប់